សូមគោរពជំរាបសួរបងប្អូននៅក្នុង YouTube ទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះគឺខ្ញុំចែករំលែកការរកខ្សែទៀតហើយបងប្អូនបាទការរកខ្សែភ្លើងបាទអញ្ចឹងបងប្អូនតែងតែឆ្ងល់តែងតែជួបថាហេតុអ្វីបានជាយើងធ្វើពីដានហើយយើងរកខ្សែភ្លើងបែបណាបងប្អូនបាទយើងរកខ្សែភ្លើងបែបណាបាទបានឲ្យយើងពេលយើងចោះទៅយើងចំខ្សែភ្លើងណាបងប្អូនបាទអញ្ចឹងបងប្អូនដឹងហើយការរកខ្សែភ្លើងនេះគឺសំខាន់មែនតើអញ្ចឹងបងប្អូនត្រូវតែគិតទាំងអស់ពេលដែលយើងរត់ហ្នឹងពេលដែលយើងរត់គឺយើងត្រូវគិតបាទគិតសិនថាចេញពីដានប្រហែលម៉ែត្រប្រហែលហ៊ុនឬក៏ប្រហែលទឹកយើងចេញមកអំពូយើងវាសំរុំឬក៏យើងភាសាមួយម្ចាស់ផ្ទះយើងត្រូវរកខ្សែចំទីតាំងហើយពេលមុនគេបិទពីដានបាទយើងរត់ចំទីតាំងហើយមុនគេបិទពីដានបាទអញ្ចឹងយើងដឹងនៅក្នុងប្លង់យើងអស់ហើយមិនបើយើងធម្មតាយើងអត់មានប្លង់ទេប៉ុន្តែយើងប្លង់មកខ្លួនឯងឬក៏ដាក់កន្លែងចំណុចកន្លែងណាសំឬចេញពីជញ្ជាំងចូលពីដាននោះ1ម៉ែត្រអញ្ចឹងទៅអញ្ចឹងយើងដឹងហើយបាទពេលយើងរត់ណាអញ្ចឹងបងប្អូនទៅទាំងអស់គ្នាទៅជាមួយខ្ញុំបងប្អូនគ្នាខ្ញុំនឹងបង្ហាញបងប្អូនមួយពាក់ព័ន្ធជាមួយនឹងការរត់ខ្សែបាទអញ្ចឹងការរត់ខ្សែដូចនៅលើនេះអញ្ចឹងបងប្អូនឃើញហើយការរត់ខ្សែយើងត្រូវរត់ឲ្យចំទីតាំងបាទដូចថា5ម៉ែត្របាទ5ម៉ែត្រត្រូវមានពូលប្រមាណបាទនៅក្នុងហ្នឹងណាជាក់ស្ដែងណាអញ្ចឹង5ម៉ែត្រហ្នឹងចន្លោះ5ម៉ែត្រហ្នឹងគឺយើងត្រូវចេញពូលប្រមាណចែកពាក់កណ្ដាលមកយើងរត់ខ្សែចំទីតាំងហើយពេលដែលគេបិទពីដានបាទពេលដែលគេបិទពីដានហ្នឹងយើងត្រូវចោះបាទយើងត្រូវចោះបងប្អូនត្រូវហើយតែបើចន្លោះត្រឹម3ទឹក4ទឹកយើងអាចលូកបានតែបើសិនជាយើងឆ្ងាយខុសពីទីតាំងយើងមិនអាចលូកខ្សែបានទេបាទសម្រាប់ទីតាំងពូអញ្ចឹងណាអញ្ចឹងបទពិសោធន៍របស់ខ្ញុំអត់ភ័យរឿងថាគេបិទពីដានហើយយើងរកខ្សែមិនឃើញទេបាទអញ្ចឹងបងប្អូនទស្សនាជាមួយខ្ញុំទៅខ្ញុំនឹងបង្ហាញបងប្អូនថាការចោះនេះគឺសំខាន់មែនតើបាទអញ្ចឹងកុំឲ្យខាត់ពេលយូរតោះបងប្អូនទៅមើលជាមួយខ្ញុំការចោះពីដានយ៉ាងណាបាទបងប្អូនបានឃើញហើយនេះគឺធីមរបស់ខ្ញុំគឺពេលដែលយើងរត់ចំកន្លែងទីតាំងរបស់វាយើងចោះអត់ខ្លាចថាវាខុសទេបងប្អូនបាទឥឡូវនេះគឺខ្ញុំបានចោះខ្លះហើយអញ្ចឹងវីដេអូខ្ញុំគឺបានចោះហើយខ្លះដែរបងប្អូនបាទអញ្ចឹងយើងចោះចំទីតាំងយើងលូកខ្សែមកយើងចំទីតាំងតែម្ដងបងប្អូនបាទអញ្ចឹងបងឬក៏បងប្អូនដែលមិនទាន់ដឹងបងប្អូនដែលមិនទាន់ចេះបងប្អូនអាចមើលវីដេអូខ្ញុំទៅបងប្អូននឹងចេះហើយបងប្អូនបាទអញ្ចឹងដូចថាកន្លែងនេះអញ្ចឹង2ម៉ែត្របាទ2ម៉ែត្រយើងទៅចាក់បានកន្លែងណាពាក់កណ្ដាលយកពាក់កណ្ដាលអីចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនធ្វើតាមខ្ញុំទៅគឺបងប្អូននឹងចេះហើយបងប្អូននឹងដឹងហើយបាទអត់ពិបាករកខ្សែទេបាទសម្រាប់អំពូលចំហៀងនេះគេប្រើ LED 1ម៉ែត្រ2អញ្ចឹងយើងចោះពីក្នុងមកដើម្បីយើងដូចថាផ្ទះប្រហែល5ម៉ែត្របាទ5ម៉ែត្រយើងយកអាកណ្ដាលមកយើងចាក់ផ្ទះចែកជា2មកយើងដឹងថាចំណុចកណ្ដាលហើយបាទឥឡូវនេះគឺយើងអត់ពិបាកទេសម្រាប់យើងធ្វើយើងមានបទពិសោធន៍បាទសម្រាប់អ្នកថ្មីគឺគាត់ពិបាកមែនតើការរត់ខ្សែការចោះអំពូលការអីហ្នឹងគឺគាត់ពិបាកបាទអញ្ចឹងបងប្អូនដែលមិនទាន់ Subscribe ទៅក្នុង YouTube របស់ខ្ញុំបងប្អូនអាច Subscribe ក្នុង YouTube របស់ខ្ញុំមួយមកម្នាក់មួយមកដើម្បីបានវីដេអូថ្មីផងដែរបាទអញ្ចឹងអានេះគឺអំពូលខាងមុខមួយទៀតហើយចំហៀងបងប្អូនបាទអញ្ចឹងបងប្អូនដឹងហើយថាការរត់យើងរត់ឲ្យចំទីតាំងមកបាទសម្រាប់អំពូលចំហៀងក៏ពិបាកមែនតើដែរបាទពិបាកមែនមិនពិបាកលេងទេអញ្ចឹងយើងដឹងទីតាំងវាមកបាទសម្រាប់អំពូលនេះអំពូលអង្កែបនេះគឺអត់ពិបាកទេបាទពេលដែលយើងចោះវាទៅលូកទៅត្រឹមខុសពីទឹក4ជ្រុងអីក៏យើងអាចលូកបានដែរបាទសម្រាប់យើងលូកដៃចូលណាអញ្ចឹងអត់បញ្ហាទេហើយសម្រាប់ខ្សែដូចខ្ញុំឃើញខ្សែក្នុងវីដេអូហ្នឹងអញ្ចឹងយើងទុកឲ្យវែងមកទុក1ម៉ែត្រជាងអីមកដើម្បីយើងលូកយើងអត់ពិបាកបាទទុកខ្សែខ្លីៗយើងសេវខ្សែខ្លីៗគឺយើងពិបាកមែនតើសម្រាប់លូកខ្សែបាទអញ្ចឹងបងប្អូនទុកវែងមកកុំស្ដាយអីបាទគឺយើងធ្វើទៅត្រូវបច្ចេកទេសរបស់យើងនេះគឺរួចរាល់អស់ហើយបងប្អូនបាទអំពូលបែបនេះបាទគាត់ដាក់បែបនេះអញ្ចឹងបងប្អូនវីដេអូខ្ញុំគឺអត់មានច្រើនទេសម្រាប់ចែករំលែកបងប្អូនអាចធ្វើតាមខ្ញុំបានបាទនេះគឺសម្រាប់អំពូលបន្ទប់ទឹកក៏ដាក់ជ្រុងបណ្ដែតទេបាទអំពូលបន្ទប់ទឹកហើយគាត់ដាក់អំពូល6ទឹកមួយទៀតបាទសម្រាប់កន្លែងហ្នឹងគឺគាត់បាំងកញ្ចក់អញ្ចឹងណាបងប្អូនបាទទាំងការ design គឺ design លើម្ចាស់ផ្ទះទេគាត់ចង់បានអញ្ចឹងយើងធ្វើតាមគាត់ទៅនេះកន្លែងព្រីបាទកន្លែងព្រីកន្លែង fix អីបាទអញ្ចឹងវីដេអូខ្ញុំសម្រាប់វីដេអូបងប្អូនបានឃើញហើយបងប្អូនបានឃើញហើយតែមានតែប៉ុណ្ណឹងទេបងប្អូនបាទបើមានអ្វីដែលសំខាន់ប្លែកទៀតខ្ញុំនឹងបង្ហាញបងប្អូនដែលបងប្អូនមិនដឹងបងប្អូនថ្មីសម្រាប់បងប្អូនថ្មីទេតែបើបងប្អូនចាស់គាត់ដឹងហើយបាទអញ្ចឹងចែករំលែកតែបងប្អូនថ្មីធ្លាប់អ្នកនិស្សិតគាត់រៀនបច្ចេកទេសអគ្គិសនីបាទវិស្វករអគ្គិសនីបងចូលឆ្នាំទី1បងប្អូនចូលឆ្នាំទី1
គឺមិនតាន់ដឹងទេមិនតាន់មានការអនុវត្តទេបាទអញ្ចឹងយើងរៀនទ្រឹស្ដីសិនបាទអញ្ចឹងឆ្នាំទី2ទី3យើងធ្វើការបដារៀនបដាទៅយើងអាចដឹងច្រើនបាទអញ្ចឹងយើងបត់មានចេញមកជាប់ពីការសិក្សាយើងចេះតែម្ដងបាទយើងមានបទពិសោធន៍ទាំងនៅសាលាមានបទពិសោធន៍ទាំងកន្លែងការងារបាទអញ្ចឹងកុំភ្លេចជួយ Subscribe ទៅក្នុង YouTube ខ្ញុំម្នាក់មួយខ្ញុំនឹងចែករំលែកតទៅទៀតពាក់ព័ន្ធនឹងបច្ចេកទេសអគ្គិសនីផងដែរបាទពេលមានអ្វីដែលប្លែកបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមជម្រាបលាបងប្អូន